នៅទីបំផុតក្មេងស្រីដែលមានអាយុ13ឆ្នាំនឹងបានរត់ចេញពីផ្ទះត្រូវបានសមត្ថកិច្ចរកឃើញហើយមូលហេតុព្រោះតែខឹងម្ដាយស្ដីបន្ទោសរឿងអត់ចូលសាលាប៉ុណ្ណោះយើងដឹងថានៅថ្ងៃទី12ខែមីនាឆ្នាំ2025កន្លងទៅនេះអធិការដ្ឋាននគរបាលខណ្ឌទូកោកបានរកឃើញក្មេងស្រីដែលមានអាយុ13ឆ្នាំនឹងបានរត់ចេញពីផ្ទះនិងបានប្រគល់ជូនឪពុកម្ដាយវិញហើយនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អទី3ខណ្ឌទូកោករាជធានីភ្នំពេញមកតាមប្រភពបានឲ្យដឹងថាកាលពីថ្ងៃទី11ខែមីនាឆ្នាំ2025វេលាម៉ោង13:12នាទីមានករណីក្មេងស្រីម្នាក់ដែលមានឈ្មោះថារុនច័ន្ទរស្មីអាយុ13ឆ្នាំជនជាតិខ្មែរមុខរបរថ្នាក់ទី8 C2 វិទ្យាល័យបាក់ទូកបានរត់ចេញពីផ្ទះនិងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅកាន់អាជ្ញាព្យាបាលមានការព្រួយបារម្ភនិងបានរាយការណ៍ទៅកាន់សមត្ថកិច្ចនគរបាលខណ្ឌទឹកល្អទី3ដើម្បីឲ្យជួយស្រាវជ្រាវនិងយកទៅបាយមកផ្ទះវិញផងដែរក្រោយពីទទួលដំណឹងនេះភ្លាមនៅម៉ោងប្រហែលជា 12:40 នាទីបាទនេះម៉ោង12ខែនៅថ្ងៃទី12ខែមីនាឆ្នាំ2025នេះសមត្ថកិច្ចបានស្រាវជ្រាវរកឃើញក្មេងស្រីម្នាក់ខាងលើនិងបានប្រគល់ជូនក្រុមគ្រួសារវិញហើយខានបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចនិងតាមការបញ្ជាក់អះអាងរបស់លោកស្រីសេងសុនណារីអាយុ72ឆ្នាំជាជនជាតិខ្មែរនិងជាអាណាព្យាបាលរបស់ក្មេងស្រីបានបញ្ជាក់ថាមូលហេតុដែលចៅស្រីគាត់ចេញពីផ្ទះដោយសារតែខឹងនឹងម្ដាយវាស្ដីបន្ទោសថាឲ្យអត់ដែរចូលសាលារៀនទើបវាចេញពីផ្ទះដោយបន្សល់ទុកត្រឹមតែសម្បត្តិមួយសន្លឹកដែលមានខ្លឹមសារថាម៉ែមិនបាច់ដល់រកខ្ញុំទេខ្ញុំចេញពីផ្ទះខ្ញុំហត់ពេកហើយស្របគ្នានេះសមត្ថកិច្ចក៏បានចុះទៅដល់វិទ្យាល័យបាក់ទូកនិងជួបជាមួយអ្នកគ្រូប្រចាំថ្នាក់បានបញ្ជាក់ថាសិស្សឈ្មោះរុនច័ន្ទរស្មីមិនដែរចូលសាលារៀនទេអវត្តមានជាញឹកញាប់ទើបគាត់ផ្ដល់ព័ត៌មានប្រាប់អាណាព្យាបាលជាដំណឹងទៅ